point of view មានន័យថាយល់ឃើញ everyone has a different point of view អ្នកគ្រប់គ្នាមានការយល់ឃើញខុសៗគ្នាជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សា clear ល្អៗបន្តទៀតហើយបាទអញ្ចឹងភាសាខ្មែរយើងថា clear ល្អៗអង់គ្លេសថា good phrases តោះចូលទៅសិក្សាទាំងអស់គ្នាបាទ clear ទី1របស់យើងភាសាខ្មែរថាដូចជាអញ្ចឹងជាភាសាអង់គ្លេសថា such as បាទ such as មានន័យថាដូចជាតោះទៅមើលនៅក្នុងប្រយោគម្ដងនេះ I like fruits such as mangoes and grapes I like fruits such as mangoes and grapes បាទមានន័យថាខ្ញុំចូលចិត្តផ្លែឈើដូចជាស្វាយនិងទំពាំងបាយជូរបាទអញ្ចឹងអ្នកបងប្អូន clear យើងដូចជាអង់គ្លេសថា such as អញ្ចឹងបងប្អូនអាចយកទៅបង្កើតប្រយោគដោយខ្លួនឯងបន្តណាបាទតោះយើងមកដល់ clear បន្ទាប់គឺយល់ឃើញអង់គ្លេសថា point of view បាទអញ្ចឹងពាក្យនេះយើងអានថា view បាទ point of view មានន័យថាយល់ឃើញ everyone has a different point of view បាទអញ្ចឹងមានន័យថាអ្នកគ្រប់គ្នាមានការយល់ឃើញខុសៗគ្នាអញ្ចឹង clear ថា point of view កន្លែងនេះមានន័យថាការយល់ឃើញហ្នឹងឯងបងប្អូនបាទតោះបន្តទៅទៀតលុបចោលបាទលុបចោលនេះ call off បាទ call off ហ្នឹងមានន័យថាលុបចោលតោះមើលទៅកម្មប្រយោគអីនេះ he called off the meeting he called off the meeting បាទមានន័យថាគាត់លុបចោលការប្រជុំបាទអញ្ចឹង called off បាទបងប្អូនណាយកទៅប្រើបាន called off តោះបន្តមកទៀតកំពុងរកមើលអង់គ្លេសថា looking for បាទ looking for ណាមក I am looking for a job បាទ I am looking for a job មានន័យថាខ្ញុំកំពុងរកមើលការងារអញ្ចឹង clear ថា looking for ហ្នឹងមានន័យថាកំពុងស្វែងរកអីមួយឯងបងប្អូនដូរ job នេះបងប្អូនដាក់អីផ្សេងទៀតទៅគឺបង្កើតប្រយោគខ្លួនឯងបានណាមកបន្តមកទៀតហើយក៏ណាហ្នឹងហើយ clear ថាហើយក៏អង់គ្លេសថាមិនដែរនេះ as well as បាទ as well as មានន័យថាហើយក៏តោះមើលទៅក្នុងប្រយោគទាំងអស់គ្នា she can sing as well as dance បាទ she can sing as well as dance មានន័យថានាងអាចច្រៀងហើយក៏អាចរាំបាទអញ្ចឹង clear ណាបងប្អូន as well as បងប្អូនសម្គាល់ as well as មានន័យថាហើយក៏បាទដូច្នេះបងប្អូនថ្ងៃនេះយើងសិក្សាអំពី clear ល្អៗអញ្ចឹងបងប្អូនអាចយកទៅអនុវត្តប្រើដោយខ្លួនឯងបន្ថែមណាបាទហើយបើសិនជាបងប្អូនចាប់អារម្មណ៍ថ្នាក់មូលដ្ឋានគ្រឹះបងប្អូនអាច comment ពាក្យថា OK នៅខាងក្រោមវីដេអូបន្តមកទៀតនឹងទទួលបានព័ត៌មានសិក្សាបាទជួបគ្នាវីដេអូក្រោយបើសិនជាបងប្អូនចង់ចេះស្រៈព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេសជាមួយ OLF